ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកសួរសំណួរជីវវិទ្យាទាំង5សំណួរទី1ទៅតែទៅហៅរុក្ខជាតិអង្គស្ប៉ែមដែលហៅរុក្ខជាតិអង្គស្ប៉ែមគឺជារុក្ខជាតិដែលមានក្រមក្ររបស់វាការពាររសម្បរុក្ខជាតិអង្គស្ប៉ែមត្រូវបានចែកចេញជាពីរផ្នែកគឺម៉ូណូកូទីលេដូននិងឌីកាទីលេដូនបានជាគេហៅថារុក្ខជាតិម៉ូណូកូទីលេដូនព្រោះរុក្ខជាតិម៉ូណូកូទីលេដូនគឺជារុក្ខជាតិដែលមានក្ររបស់វាមានកូទីលេដូន1ហើយឯរុក្ខជាតិឌីកាទីលេដូនគឺជារុក្ខជាតិដែលមានក្ររបស់វាមានកូទីលេដូន2ឬចំពោះឬមានទីដឹកនាំទឹកនៅមកកណិចតាមដានទៅកាន់ស្រុករបស់រុក្ខជាតិដើម្បីធ្វើរស្មីសំយោគដើម្បីបង្កើតសារធាតុសរីរាង្គកលុយកោតាមរុក្ខជាតិមាននីតិចូលត្រង់តែដែលនៅលើដីនិងដឹកនាំទឹកនៅមកកណិចពីឬទៅកាន់ស្រុករបស់រុក្ខជាតិដើម្បីបង្កើតសារធាតុសរីរាង្គកលុយកោជាលិកាសំខាន់របស់ដើមរុក្ខជាតិមានបាច់សរសៃណនដែលមានផ្ទុកស៊ីឡាននិងផ្លូវអែមចំពោះស៊ីឡានមាននីតិដឹកនាំទឹកនៅមកកណិចពីឬទៅកាន់ស្រុករបស់រុក្ខជាតិដើម្បីបង្កើនសារធាតុសរីរាង្គកលុយកោរីឯផ្លូវអែមដឹកនាំសារធាតុសរីរាង្គកលុយកោនោះទៅកាន់សរីរាង្គណាដែលពុំធ្វើរស្មីសំយោគក្លរ៉ូផ្លាសមានផ្ទុកក្លរ៉ូភីដែលមានផ្ទុកជាពណ៌បៃតងហើយជាពណ៌បៃតងនេះមានន័យចាប់យកថាមពលពលព្រះអាទិត្យហើយដើម្បីបង្កើតសារធាតុសរីដើម្បីធ្វើរស្មីសំយោគបង្កើតសារធាតុសរីរាង្គកលុយកោផ្ទៃលើខាងក្រោមស្រាប់មាន